សូមជម្រាបសួរទៅដល់ចាស់ទុំម្ដងព្រឹទ្ធាចារ្យមេបាទុយធំតកោរៀមច្បងលោកគ្រូអាចារ្យលោកគ្រូប្អូនលោកគ្រូបងចាមហាទាំងអស់ហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយលើកមកបង្ហាញដោយសារកិច្ចការងារនេះឃើញថាមានលោកមេបាគាត់តម្រូវអញ្ចឹងទៅខ្ញុំក៏ចង់បញ្ចែកម្លែកហើយការតម្រូវនេះគឺតកតងនឹងការស្លាបាទគឺក្នុងពិធីមង្គលហ្នឹងគឺលោកឲ្យរៀបការស្លា3តាមទំនៀមប្រពៃណីយើងណាដូច្នេះហើយខ្ញុំក៏លើកប្រធានបទនេះមកបញ្យល់តែម្ដងហើយការស្លាដែលចាស់ទុំលោកណែនាំឲ្យប្រើគឺប្រើបែបនេះគឺកាត់ការស្លាត្រូវកាត់មកចឹងឲ្យនៅជាប់ជាវង8ចឹងជាប្រណូតថាឲ្យកូនប្រុសកូនស្រីស្រឡាញ់គ្នាដល់ចាស់ព្រឹកចាស់ព្រេងជុំកូនជុំចៅបរិបូរដោយទ្រព្យធននេះជាដើមនេះជាប្រណូតក្នុងពិធីមង្គលហើយដែលការស្លាសំខាន់ដែលខ្ញុំចង់បញ្យល់នេះគឺការស្លានេះគឺយើងយកមកធ្វើជាការស្លា3ពុះនៅពេលទៀបភ្លឺគឺមុនពេលធ្វើពិធីសំពះពលាហ្នឹងគឺយើងធ្វើពិធីពុះការស្លាដែលមានម្ដាយកូនស្រីជាអ្នកពុះជ្រៀកហើយលោកចាឬក៏ចាស់ទុំហ្នឹងគឺលោកចងការស្លាហ្នឹងបំបែកជា3ការស្លាច្បងការស្លាកណ្ដាលការស្លាពៅដើម្បីហែសម័យខ្លួនកូនប្រុសការស្លាទាំង3 7ទាំង3ទៀបបាយប្រស្រីស្លាជ័យមលុជ័យជាលំដាប់ហោហែទៅឡើងទៅទីសំពះហើយឡើងទៅទីសំពះហ្នឹងគឺទៅដល់គឺលោកអាចារ្យត្រូវណែនាំកូនប្រុសឲ្យចេះធ្វើពិធីកែនការស្លាហ្នឹងគឺកែនការស្លាហើយទទួលការស្លាពីឪពុកខាងប្រុសហើយជូនទៅឪពុកខាងកូនស្រីបន្ទាប់មកកែនលើកទី2ទទួលពីម្ដាយខាងកូនប្រុសហើយជូនទៅម្ដាយខាងកូនស្រីហើយកែនទី3គឺទទួលពីរៀមច្បងឬក៏ឪពុកមាខាងកូនប្រុសហ្នឹងជូនទៅរៀមច្បងឬក៏ឪពុកមាខាងកូនស្រីហ្នឹងការស្លាទាំង3ទៅតាមទំនៀមទម្លាប់ប្រពៃណីបាទនេះគឺខ្ញុំចង់រំលឹកកន្លែងចំណុចសំខាន់ហ្នឹងដែលថាបង្ហាញគឺអញ្ចឹងទេចង់និយាយថាមេបាគាត់តម្រូវឲ្យមានការចងការស្លាជា3ទៅតាមទំនៀមបើសិនបើកន្លែងខ្លះលោកមេបាខ្លះគាត់ការកូនការចៅគាត់មិននិយមឬក៏គាត់មិនដឹងគាត់មិនបានធ្វើគឺកន្លែងហ្នឹងគឺលោកអាចារ្យគាត់មិនបានធ្វើ8ទៅជា3ទេគឺធ្វើជាធម្មតាគ្រាន់តែលើកជូនពុកម្ដាយខាងកូនស្រីហើយម្ដាយកូនស្រីអ្នកជិះហើយក៏លោកអាចារ្យលើកទៅឲ្យកូនប្រុសកាន់ទៅហើយក៏ធ្វើពិធីជូនទៅពុកម្ដាយខាងកូនស្រីនោះក៏មានដែរប៉ុន្តែខ្ញុំលើកខាងដើមដែលជាគោលគំនិតរបស់ខ្ញុំចង់បង្ហាញទៅដល់លោកក៏ដូចជាសំណូមពរដល់មេបាហ្នឹងគឺចង់បង្ហាញពីការស្លាខ្ពោនេះដល់ចង់ចងជា3ឲ្យធំត្រូវនៅក្នុងទម្រង់ការស្លា3គឺត្រូវតែរើសការស្លាខ្ពោឲ្យធំបែបនេះទៅអាចធ្វើបានបាទអញ្ចឹងខ្ញុំវីដេអូនោះមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់លោកមេបាទុយធំហើយប្រសិនបើអស់លោកមេបាអស់លោកស្រីមេបាទុយធំចាស់ទុំមានតម្រូវការចាមហាដឹកនាំពិធីមង្គលការកូនចៅឲ្យជាខាងក្រោយខែក្រោយរដូវក្រោយឆ្នាំក្រោយអីនេះគឺអាចតំណែងតំណងខ្ញុំបានហើយខ្ញុំអាចធ្វើទៅក្នុងទម្រង់ប្រពៃណីរបស់យើងដែលអស់លោកខ្លះក៏នឹកឃើញនៅចាំតែកាលដែលខ្លួននៅក្មេងឥឡូវនេះនិយាយគេហើយកាលនោះមានទស្សនវិជ្ជាបែបម៉េចហើយលោកខ្លះនៅអាយុ50 40អីចឹងកាលពី20ឆ្នាំមុនមានទស្សនវិជ្ជាបែបម៉េចយើងចង់រំលេចដល់កូនចៅយើងក្រោយៗឲ្យមានទស្សនវិជ្ជាបែបទម្រង់បុរាណបែបនេះប្រពៃណីបែបនេះក៏បានដែរអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា